អនុញ្ញាតគ្រប់ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ហុងសាសម្រាយហើយថ្ងៃនេះដែរadminនឹងលើកយកខ្សែរឿងថ្មីមួយមកសម្រាយចែកជូនអ្នកទាំងអស់គ្នាបាទហើយសាច់រឿងនេះដែរមានចំណងជើងថា Tale of Demon and God ដែលadminនឹងប្រែជាខ្មែរថាព្រេងនិទានបិសាចនិងព្រះយើងក៏បានឃើញថាមានសាលាមួយនិងសិស្សជាច្រើនដែលកំពុងនាំគ្នាមករៀនអក្សរសាស្ត្រនិងវិជ្ជាគុណផ្សេងៗទីក្រុងស៊ីងនីងបានរស់នៅដោយភាពងងឹតជាយូរយារណាស់មកហើយវាត្រូវបានសង្គ្រោះដោយការការពារដ៏កាចសាហាវរបស់បិសាចស្ដេចបិសាចបានកើតឡើងពួកគេបានកសាងអាណាចក្រដ៏ធំនៅក្នុងទ្វីបតើវាជាការសុបិនរបស់មនុស្សជាតិឬប៉ុន្តែនៅក្នុងគណៈពេលនោះមានក្មេងប្រុសម្នាក់នៅពេលដែលបានស្ដាប់រឿងនេះគេក៏មានប្រតិកម្មយ៉ាងខ្លាំងហើយអ្នកគ្រូក៏នៅតែនិទានបន្តថាទ្វីបយើងនេះត្រូវបានបែងចែកដោយបិសាចហើយទីក្រុងដ៏ចែងចាំងគឺជាមុខមាត់ចុងក្រោយរបស់មនុស្សជាតិហើយក្មេងប្រុសម្នាក់ហ្នឹងក៏ភ្ញាក់ខ្លួនថាហាខ្ញុំនៅសាលាទ្វារបរិសុទ្ធហើយអ្នកគ្រូក៏នៅតែនិទានថាហើយវិញ្ញាណបិសាចពពួកបិសាចក៏បាត់បង់នៅកម្លាំងហើយក្មេងប្រុសម្នាក់ហ្នឹងក៏ដឹងភ្លាមថាក្នុងរឿងព្រេងនិទានព្រះអង្គម្ចាស់រាត្រីដែលត្រូវបានស្លាប់នៅក្នុងសមរភូមិគឺព្រះអង្គម្ចាស់ទូសឺហើយនិងព្រះអង្គម្ចាស់លូពីវហើយក្មេងប្រុសម្នាក់ហ្នឹងដែលជាតួឯករបស់យើងក៏មានការអាណិតអាសូរទៅលើព្រះអង្គម្ចាស់ទាំងពីរនោះជាខ្លាំងក៏សម្រក់ទឹកភ្នែកនៅក្នុងថ្នាក់រៀនហើយគណៈពេលនោះមិត្តភ័ក្តិរបស់គេក៏ហៅថាលីលីតើឯងមានរឿងអ្វីនៅម្ដុំនេះដូចអត់មានស្រីស្អាតទេចុះឯងមើលគេចុះហើយពួកគេក៏គៀកកគ្នាសើចសប្បាយនៅក្នុងថ្នាក់ទៅហើយក្មេងប្រុសម្នាក់ហ្នឹងក៏និយាយថាខ្ញុំត្រឡប់មកវិញហើយទីក្រុងស៊ីងនីងហើយនារីម្នាក់ទៀតក៏លេចទៅមើលគេហើយក៏និយាយថាមនុស្សចម្លែកហើយតួប្រុសរបស់យើងក៏និយាយថាអរគុណដែលខ្ញុំមានសភៅឆ្លងកាត់ពេលវេលាបើទោះបីជាខ្ញុំត្រឡប់មកវិញក៏ដោយតែក្រោយមកអ្នកគ្រូដើរមកហើយគាត់ក៏និយាយថាអ្នកគ្រូធ្លាប់ស្គាល់មនុស្សម្នាក់ដោយចាក់វិញ្ញាណរបស់គេចូលទៅក្នុងសមុទ្រព្រលឹងធ្វើឲ្យបិសាចចេញមកប្រយុទ្ធជំនួសគឺវាបង្កើតកម្លាំងទ្វេដងតាមដែលខ្ញុំគិតកញ្ជ្រោងភ្លើងសិស្សក៏លន់មកថាអ្នកគ្រូស័ក្តិសមជាគ្រូវិញ្ញាណបិសាចប្រាក់មែនហើយវាពិតជាមានថាមពលខ្លាំងណាស់ប៉ុន្តែពីមុនខ្ញុំធ្លាប់ឮថាគ្រូរបស់ពួកយើងមកពីគ្រួសារបរិសុទ្ធគឺជាគ្រួសារធំមួយក្នុងចំណោមគ្រួសារទាំង3ហើយអ្នកគ្រូក៏និទានទៀតថាបិសាចផ្លាស់ប្ដូរវិញ្ញាណឥតឈប់ឈរដើម្បីបង្កើតកម្រិតរបស់ពួកគេប៉ុន្តែពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់និយាយរួមគឺមិនអាចហើយតួប្រុសរបស់យើងក៏និយាយថាកុំនិយាយរឿងបិសាចអីមានមនុស្សធម្មតាជាច្រើននៅក្នុងថ្នាក់នេះហើយខ្ញុំក៏មិនដឹងថាអ្នកណានឹងក្លាយទៅជាបិសាចនោះដែរហើយអ្នកគ្រូក៏តបថាខ្ញុំមិនដឹងថាឯងកំពុងតែគិតអ្វីនោះទេដែលមានអ្នកមានហើយនិងអ្នកក្ររៀនថ្នាក់ជាមួយគ្នាជ្រើសរើសមនុស្សម្នាក់ដើម្បីអង្គុយជាមួយហើយខ្ញុំមិនដឹងថាខ្ញុំនៅទីណានោះទេតន្ត្រីហោះទៅកាន់មែកឈើហើយតួប្រុសរបស់យើងក៏លន់មកថាអ្នកមានអ្នកនិយាយថាអ្នកដែលនៅតកោខ្ពង់ខ្ពស់គឺសំខាន់មែនទេចុះចំណែកយីម៉ូវិញនោះគឺគេកើតចេញអំពីគ្រួសារខ្សត់ខ្សោយដែរតាហើយអ្នកគ្រូក៏ខឹងហើយហ៊ានហៅលោកម្ចាស់យីម៉ូដោយឈ្មោះផងហើយអ្នកគ្រូសំបីតែលោកម្ចាស់យីបក៏បានបង្ហាញដែរថាជីវភាពគ្រួសារកំណើតមិនអាចកំណត់អនាគតរបស់មនុស្សបានទេហើយអ្នកគ្រូក៏និយាយថាលោកម្ចាស់យីម៉ូគឺជាមនុស្សដែលមានទេពកោសល្យរាប់រយឆ្នាំគឺមានតែមនុស្សពីរបីនាក់ប៉ុណ្ណោះអាចឈរជើងបានតើអ្នកចង់ធ្វើអ្វីជាមួយលោកម្ចាស់យីបហើយក៏ស្រូបយករមូរមួយមកមើលហើយនិយាយថាទោះបីជាគ្រួសារស្កាយស្កាត្រូវដួលរលំក៏ដោយប៉ុន្តែក្នុងនាមខ្ញុំជាមនុស្សខ្ពង់ខ្ពស់ម្នាក់ហើយគឺមានតែមនុស្ស5នាក់ប៉ុណ្ណោះនាងសោយហើយក៏បាននិយាយថាសូម្បីតែជនតូចតាចក៏ឯងហ៊ានតវ៉ាជំនួសពួកគេដែរហើយហ៊ានក្រោកឈរដើម្បីពួកគេហើយតួប្រុសរបស់យើងក៏បានទះតុបហាំងហើយនិយាយថាអ្នកគ្រូសិនស៊ូយអ្នកគ្រូនឹងស្ដាយក្រោយចំពោះពាក្យសម្ដីដែលអ្នកគ្រូបាននិយាយនៅថ្ងៃនេះខ្ញុំបាននិយាយទៅកាន់មនុស្សដែលអ្នកគ្រូកំពុងតែមើលងាយពួកគេហើយសមិទ្ធផលវានឹងកើតឡើងចំពោះអ្វីដែលពួកគេខិតខំប្រឹងប្រែងមិនយូរមិនឆាប់ខ្ញុំនឹងចាកចេញហើយនឹងក្លាយទៅជាមនុស្សអស្ចារ្យនៅថ្ងៃមួយហើយសាច់រឿងរបស់យើងក៏ស្លេះត្រឹមនេះបើបងប្អូនទាំងគ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like Subscribe ម្នាក់មួយផងអរគុណជួបគ្នាវីដេអូក្រោយ